សួស្តីចាឥឡូវគឺនាងខ្ញុំមកចាប់ដើមប្រឡាក់ប្រហុកពោះប្រហុកគឺនាងខ្ញុំដាក់5ចានត្រីនិង1ចានអំបិលហើយត្រីបើយើងវាល់ប៉ុណ្ណាគឺយើងដាក់អំបិលប៉ុណ្ណឹង1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
3 4 5 ចាន 5 ចានហើយអំបិលគឺយើងដាក់1 5 ចានត្រីប្រហុកយើងដាក់អំបិល1ហើយអំបិលនេះមកថង់ពុកម៉ែបងប្អូនអញ្ចឹង5ចាននេះវាជាង1គីឡូហើយអំបិលយើងអាចដាក់ឲ្យរៀងកំប៉ុងបន្តិចទៅភាគច្រើនគឺនឹងខ្ញុំធ្វើអញ្ចឹងឲ្យពុកម៉ែបងប្អូននេះហើយក៏ប្រឡាក់វាទៅនេះយើងវាបន្តទៀតនេះបានចំនួន2ចានទៀតអញ្ចឹងបើ2ចានអញ្ចឹងយើងដាក់កន្លះចានទៅបានតែ2ចានទេអត់រៀងស្ទើរបន្តិចអញ្ចឹងចំពោះអំបិលយើងដាក់នេះគឺនឹងខ្ញុំដាក់ប៉ុណ្ណេះអត់បានពេញទេពុកម៉ែបងប្អូនហើយយើងធ្វើការប្រឡាក់វាឲ្យស្មើសពជាតិតែម្ដងការធ្វើប្រហុកគឺបែបនេះហើយត្រីនេះគឺយើងផ្អាប់ទុកចោលមួយយប់ពីរយប់ស្រេចតែយើងចង់ទុកបើស្អែកមានថ្ងៃយើងអាចយកវាមកហាលតែបើអត់ថ្ងៃទេយើងអាចផ្អាប់ទុកពី2ថ្ងៃក៏ចាំហាលក៏បានដែរហើយយើងប្រឡាក់ឲ្យសព្វហើយចំពោះអំបិលនេះគឺពុកម៉ែបងប្អូនគឺនឹងខ្ញុំប្រើអំបិលគ្រួសជាប្រភេទអំបិលយើងធម្មជាតិហើយប្រឡាក់នេះខ្ញុំប្រឡាក់នៅក្នុងចាក់ដែកទេគឺបានសព្វល្អនៅពេលដែលយើងប្រឡាក់បានសព្វល្អហើយគឺយើងចាប់ដើមដាក់ចូលទៅក្នុងកថាងឬទៅឆ្នាំងអីដែលបិទគ្រប់ចិត្តព្រោះពុកម៉ែបងប្អូនដឹងស្រាប់ហើយប្រហុកបើយើងមិនបិទគ្រប់ឲ្យចិត្តទេគឺវាមានរុយរោមអញ្ចឹងធ្វើឲ្យដង្កេងហើយយើងច្របល់វាឲ្យសព្វអាប់ទុកវាទៅវាទៅក្បួននៃការធ្វើប្រហុករបស់នាងខ្ញុំគឺធ្វើតែបែបហ្នឹងឯងតាំងពីដើមមកបងប្អូនហើយមានបងប្អូនខ្លះគាត់ប្រាប់នាងខ្ញុំថាពេលដែលយើងប្រឡាក់ប្រហុកនេះគឺយើងប្រើត្រី5អំបិល2តែអត់ទេនាងខ្ញុំភាគច្រើនគឺនាងខ្ញុំប្រើត្រី5អំបិល1តែអំបិលហ្នឹងយើងដាក់ឲ្យរៀងចានរៀងកាចជាងប្រហុកបន្តិចទៅហើយចំពោះទឹកប្រហុកគឺយើងអាចយកទៅយកធ្វើជាទឹកត្រីបានប្រឡាក់វាឲ្យសព្វចឹងទៅយើងយកដាក់ក្នុងឡានពេត្រូទៅគឺជាការស្រេចរងចាំស្អែកខាំស្អែកចាំយើងយកមកហាលក៏បានដែរហើយចំពោះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនចាំជួបនឹងខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណនិងសូមជម្រាបលា